តើមកវិលៗមកជូរទៀតចាថ្ងៃនេះមកជូរត្រីប្រាម្ដងជូរគ្រឿងចាតែខ្ញុំអត់សូវដែលហូបត្រីប្រាទេបងប្អូនចាយូរទិញញ៉ាំម្ដងហើយនេះប្អូនណាគេទិញមកគេថាគេចង់ធ្វើទឹកគ្រឿងខ្ញុំអត់ដែលញ៉ាំទឹកគ្រឿងត្រីប្រាដែរប៉ុន្តែដល់ពេលយើងអស់អីចឹងទៅយកមកឡមកជូរវិញអស់មកហូបពីក្នុងទូហើយចាំកាលសល់ត្រីប្រាម្ដុំហ្នឹងយកមកឡមកជូរបានទឹកស្លឲ្យកូនណាហត់ផងចាបើអត់ស្លទេគឺពួកគាត់រៀងបាក់ញ៉ាំបន្តិចចឹងហើយក៏សម្រាប់ចិត្តឡមកជូរគ្រឿងហ្មងទៅហើយមុននឹងស្លហ្នឹងយើងត្រូវការមុនគេគឺគ្រឿងរៀបចំគ្រឿងនឹងឯងចាមានគល់ក្រីពីរបីគល់មកម្ដេងហើយនឹងមៀតម្សំល្មមមកយើងស្លទៅឃើញទឹកលឿងចឹងហើយក៏មានស្លឹកក្រូចមានអីចឹងមកចាំម្ដេងនេះប្រហែលជាប៉ុនមេជើងរៀងខ្ចីល្មមដែរហ្នឹងយកមកចាហាន់វាប្រទេសហើយជ្រៀកវាសរសៃតូចចេះទៀតមកស្រួលក្លុកចាខ្ញុំអត់បានបុកទេបងប្អូនចាថ្ងៃហើយចឹងយើងក្លុកទៅលឿនស្លឹកក្រូចក៏ហាន់ជាសរសៃស្មើល្អិតចឹងដែរងាយស្រួលក្លុកទៅឆាប់ម៉ត់តែខ្ញុំអាសាស្លម្ជូរដែរតែភាគច្រើនស្លម្ជូរញឹកជាងគេគឺម្ជូរព្រៃម្ជូរស្រែម្ជូរគ្រឿងអត់សូវទេអត់សូវដោយសារអីដោយសារខ្ជិលបុកគ្រឿងហ្នឹងឯងបងប្អូនតែឥឡូវនេះគ្រឿងយើងក្លុកបានម៉ត់ហើយខ្ញុំដាក់ខ្ទឹមសចូលហើយក្លុកវាមកត្រុលទៀតមកគឺជាការស្រេចចំពោះប្រហុកនេះវិញ6 7ច្រវាប្រហែលជាកន្លះកូនចានចង្កឹះដែរច្រាំវាឲ្យល្អិតល្អមកចាផ្ទះខ្ញុំប្រើតែប្រហុកឆ្អឹងចឹងចាត្រូវតែច្រាំឲ្យបានម៉ត់តិចហើយត្រីប្រាមួយកង់នេះវិញគេថារៀងមើលទៅឃើញប៉ុណ្ណឹងតែញ៉ាំទៅរីកច្រើនគ្រាន់បើដែរបងប្អូនញ៉ាកន្លែងពោះគេនេះវិញអូយខ្លាញ់ខ្ទិះឆ្ងាញ់ណាត្រីហ្នឹងអញ្ជក់បានតែក្បាលបានកន្លែងពោះហ្នឹងឯងឆ្ងាញ់តែថ្ងៃនេះអត់មានក្បាលទេចាកាត់ត្រីកាត់អីហើយមកបេះម្រះព្រៅម្ដងហើយម្រះព្រៅនេះខានបេះយូរឡើងចាស់ក្រឹកចាស់ក្រែងឡើងផ្កាឡើងអីព្រាតអស់ហើយបានមកបេះម្ដងអញ្ចឹងទៅមកអង្គុយកាត់តែងវាឡើងអស់លឹកអាលីងនិយាយទៅកាត់ផ្កាកាត់អីនឹងចោលអស់ដើម្បីឲ្យវាលាស់ថ្មីបងប្អូនហើយតកួននេះឲ្យបងប្អូនទៅទិញអីក្បែរផ្ទះដែរបានទៅផ្សារទេអញ្ចឹងរឿងអត់សូវល្អទេស្លឹករឿងក្រហមខ្លះហើយជូរគ្រឿងត្រីប្រាបានត្រូវជាមួយនឹងតកួននឹងឯងឆ្ងាញ់យ៉ាវាចូលជាតិគ្នាឆ្ងាញ់បើនិយាយពីរបៀបស្លវិញទៅគេរួចឯងចឹងបងប្អូនចាកូរគ្រឿងកូរអីជាមួយខ្លាញ់ហ្នឹងឲ្យឡើងឈ្ងុយសិនមកចាំដាក់ប្រហុកចូលហើយប្រហុកហ្នឹងក៏ត្រូវកូរមួយគ្រឿងហ្នឹងម្សៅទៀតឲ្យវាឡើងឈ្ងុយបានខ្លាំងល្អមកចាំយើងចាក់ត្រីចូលហើយគ្រឿងនៅតិចជាប់ណាកំប៉ុងណាយើងដាក់ទឹកបន្តិចមកក្លុកមកហើយចាក់ចូលមកចាកុំឲ្យវាស្ងួតបាតឆ្នាំងពេកហើយយើងត្រឡប់ត្រីយើងមួយគ្រឿងហ្នឹងឲ្យវាចូលជាតិគ្នាបានល្អចាចំពោះត្រីយើងត្រឡប់បានលឿនដែរពេលមុនហ្នឹងឯងបន្តិចទៀតទៅវារៀងឆ្អិនសាច់តិចយើងរៀងត្រឡប់ថ្នមបវលទៅបវលមកត្រីយើងស្ងួតទឹកល្អហើយចាក់ទឹកចូលចាចំពោះបរិមាណទឹកគឺយើងដាក់ឲ្យសមជាមួយត្រីហើយយើងស្មានមើលមួយបន្លែមួយអីមកហើយបង់គ្រឿងទេសមានវិចេងស្កររ៉ូឌីអំបិលផ្ទះខ្ញុំវិញមានតែអំពិលទុំទេបងប្អូនចាស្លោម្ជូរដាក់តែអំពិលទុំទេតែបានដាក់អីផ្សេងទេដាក់អំពិលដាក់បន្លែដាក់អីចូលមកមានម្ទេសអីបង់បដែតពីរបីគ្រាប់មកបានម្ទេសអាចសាត់វិញក៏រឹតតែឆ្ងាញ់ដែរចាចូលចិត្តហ្មងហ្នឹងចាវាអត់សូវហឹរដល់ពេលឆ្អិនអត់សូវហឹរទេបងប្អូនមួយម៉ាត់មួយពីរម៉ាត់អីចឹងទៅស្លោម្ជូរអញ្ចឹងញ៉ាំនៅក្តៅញិចម្ទេសរៀងហឹរតិចមកឆ្ងាញ់ជាពិសេសត្រង់ពោះកន្លែងខ្លាញ់ហ្នឹងហ្មងអូយជាតិណាស់ហើយម្រះព្រៅនេះបេះយកមកដាក់ទុកនៅវាលបន្តិចអត់បានកញ្ជ្រោកទឹកបងប្អូនឡើងស្វិតចាំមេឃក្តៅខ្លាំងត្រាំទឹកឡើងរៀងយូរនៅអត់ចង់ស្រស់មកវិញទេនៅរៀងស្វិតចាឥឡូវនេះចុងក្រោយហ្នឹងគឺយើងដាក់តាម្រះព្រៅហ្នឹងមកគឺជាការស្រេចចាអាចញ៉ាំបានហើយថ្ងៃហើយចាំកាលដាក់មកចាបញ្ចុកកូនបញ្ចុកចៅមុនហើយតំណងហ៎បងប្អូនចាហើយវីដេអូធ្វើម្ហូបយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេរឿយៗហើយអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ